បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube មួយថ្ងៃមួយគំនិតថ្ងៃនេះធានបទរបស់យើងនិយាយពីប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកឬក៏ Golden Dome កាលពីថ្ងៃទី13ខែឧសភាខ្ញុំបានលើកអត្ថបទមួយសង្គ្រាមឥណ្ឌានិងប៉ាគីស្ថានគឺចាប់ផ្ដើមនៅពិភពលោកគឺត្រៀមការពារនៅប្រព័ន្ធការពារដែនអាកាសដល់ពេលនេះបន្ទាប់ពីការបញ្ចប់ទៅនៃសង្គ្រាមនៅឥណ្ឌានិងប៉ាគីស្ថានគឺពិភពលោកចាប់ផ្ដើមយកចិត្តទុកដាក់មែនទែនលើការអភិវឌ្ឍបច្ចេកវិទ្យាដែនអាកាសឬក៏ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនថ្មីនេះលោក Donald Trump បានប្រកាសពីគម្រោងចំណាយទឹកប្រាក់ដ៏ស្ថិតស្ថេរដើម្បីសាងសង់នៅប្រព័ន្ធការពាររបស់សហរដ្ឋអាមេរិកលើសពីនេះទៀតថ្មីនេះលោក Donald Trump បានប្រកាសចំពោះកាណាដាប្រសិនបើចង់ទទួលបានការពារដែនអាកាសនេះត្រូវតែចូលជារដ្ឋទី51របស់សហរដ្ឋអាមេរិកបើមិនដូច្នេះទេគឺត្រូវតែបង់ទឹកប្រាក់61,000 លានដើម្បីទទួលបានការពារពីសហរដ្ឋអាមេរិកយើងងាកមើលតើវាមកដល់បរិបទពិភពលោកថ្មីនេះនៅក្នុងខែ6ខ្ញុំនឹងលើកអត្ថបទមួយអំពីបរិបទថ្មីរបស់ពិភពលោកព្រោះនៅក្នុងឆ្នាំ2025ខែមិថុនាគឺវាជាទសវត្សរ៍ថ្មីពាក់កណ្ដាលទសវត្សរ៍5ឆ្នាំនៃទសវត្សរ៍ថ្មីនិងជាពេលដែលវិវត្តទៅនៃបច្ចេកវិទ្យាដល់បច្ចេកវិទ្យា AI មួយដែលយើងនឹកស្មានមិនដល់អ្វីទាំងអស់គឺបច្ចេកវិទ្យាអាចបង្កើតឲ្យយើងបានយ៉ាងងាយស្រួលនៅក្នុងខែមិថុនាឆ្នាំ2025គឺវាជាអន្តរកាលនិយាយថាវាជាអន្តរកាលរវាងបច្ចេកវិទ្យា AI និងការពារដែនអាកាសទៅលើសង្គ្រាមគឺវាចាប់ផ្ដើមផុសផុលខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើតនៅប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដែលគ្រោងបញ្ចប់នៅពេលដែលលោក Donald Trump ចុះចេញពីតំណែងអញ្ចឹងមានន័យថាគឺនៅឆ្នាំ2029-2030នេះគឺនឹងមានរឿងប្លែកថ្មីនៅក្នុងទសវត្សរ៍ថ្មីនេះយើងងាកទៅព្រឹត្តិការណ៍បុកអគារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកថ្ងៃទី11កញ្ញាឆ្នាំ2001វាគឺជាពេលមួយដែលពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលពួកភារវកម្មឬក៏ភារវជនបានប្លន់យន្តហោះរួចហើយទៅបុកអគារពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅម៉ោង9ព្រឹកថ្ងៃទី11ខែកញ្ញាឆ្នាំ2001ដែលធ្វើឲ្យសហរដ្ឋអាមេរិកចាប់ផ្ដើមភ្ញាក់ខ្លួននិងចាប់ផ្ដើមការពារខ្លួនប្រទេសសហរដ្ឋអាមេរិកទាំងមូលមហាអំណាចយោធាពិភពលោកមហាអំណាចសេដ្ឋកិច្ចបែរជាត្រូវពួកភារវជនពួកអាកេដាបានបើកការវាយសម្រុកដែលគំរាមកំហែងទៅនឹងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកឆ្លើយតបភ្លាមនោះសហរដ្ឋអាមេរិកក៏បានបង្កើតក្រុមប្រឆាំងភារវកម្មចាប់ពីឆ្នាំ2001មកនឹងព្រឹត្តិការណ៍ឬក៏តាមសម្លាប់ពួកភារវកម្មអាកេដាដើម្បីជាការសងសឹកយើងរាប់ចាប់តាំងពីឆ្នាំ2001រហូតដល់ឆ្នាំ2025នេះគឺរយៈពេល24ឆ្នាំសហរដ្ឋអាមេរិកបានកំណែតម្រង់ប្រព័ន្ធការពារជាតិរបស់ខ្លួនទាំងទៅលើបច្ចេកវិទ្យាមីស៊ីលនិងចុងក្រោយនេះគឺការពារដែនអាកាសដែលថ្មីស្រឡាងដែលវាធ្វើឲ្យមានការព្រួយបារម្ភសហគមន៍អន្តរជាតិពិសេសជាងគេរុស្ស៊ីប្រទេសចិននិងកូរ៉េខាងជើងដូច្នេះពិភពលោករបស់យើងចាប់ពីពាក់កណ្ដាលឆ្នាំ2025នេះទៅគឺបរិបទថ្មីចូលមកដល់ហើយខ្ញុំតែនិយាយដែរតែបរិបទថ្មីទាំងបច្ចេកវិទ្យាយោធាទាំងការរស់នៅបរិបទសេដ្ឋកិច្ចគឺថ្មីក្នុងអត្ថបទក្រោយខ្ញុំនឹងនិយាយអំពីសង្គ្រាមនៅមជ្ឈិមបូព៌ាខ្ញុំនឹងចំណាយពេលសារជ្រាវបន្ថែមអំពីសង្គ្រាមនៅមជ្ឈិមបូព៌ាអ្វីដែលខ្ញុំអាចនិយាយត្រួសនៅពេលនេះសង្គ្រាមនៅមជ្ឈិមបូព៌ានិយាយអំពីអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីនពួកទាំងអស់នេះគឺមានសង្គ្រាមឬក៏មានប្រវត្តិជូរចត់នឹងគ្នាតាំងអំពីសម័យបុរេប្រវត្តិមកឬក៏ការចាប់នៅសម័យបាប៊ីឡូនឬក៏ក្រិចនិងរ៉ូមប្រទេសទាំងអស់នេះគឺបានបណ្ដេញជនជាតិជ្វីសឬក៏អ៊ីស្រាអែលនេះចេញអំពីទឹកដីរបស់ខ្លួនអ៊ីស្រាអែលនិងជនជាតិជ្វីសនេះបានរសាត់អណ្ដែតចេញពីទឹកដីរបស់ខ្លួនជិត 2000 ឆ្នាំរហូតដល់ឆ្នាំ1948ទើបអង្គការសហប្រជាជាតិបានសម្រេចដែនដីប៉ាឡេស្ទីនដែលជាការគ្រប់គ្រងរបស់អង់គ្លេសកាត់មកឲ្យបង្កើតជារដ្ឋអ៊ីស្រាអែលបន្ទាប់ពីការសម្លាប់រង្គាលនៅសង្គ្រាមលោកលើកទី1ដោយពួកណាស៊ីអាល្លឺម៉ង់និងរឿងមួយបូកបញ្ចូលរឿងនេះខ្ញុំនិយាយពីរឿងពីរយ៉ាងដែលសហរដ្ឋអាមេរិកមានការផ្លាស់ប្ដូរទី1គឺលោក Donald Trump បានបង្កើតនៅប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនទី2គឺលោក Elon Musk គាត់បានចុះចេញអំពីតំណែងនៃក្រុមឬក៏ក្រសួងប្រសិទ្ធភាពការងារតែថ្មីនេះលោក Elon Musk ប្រឈមទៅនឹងការពួកភារវកម្មបច្ចេកវិទ្យាបានបង្អាក់ឬក៏ចូលទៅលួចទិន្នន័យរបស់ក្រុមហ៊ុន SpaceX
ដែលធ្វើឲ្យក្រុមហ៊ុន Tesla ឬក៏ SpaceX ទាំងមូលគឺមានបញ្ហាដូច្នេះលោក Elon Musk បានលាលែងពីតំណែងឬក៏បានបញ្ចប់តំណែងរបស់ខ្លួនធ្វើជាប្រធានឬជាអ្នកដឹកនាំការស៊ើបអង្កេតកាត់បន្ថយប្រាក់ចំណាយខ្ជះខ្ជាយរបស់រដ្ឋាភិបាលគាត់បានលាចេញពីតំណែងមកហើយចំពោះបញ្ហាសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែនខ្ញុំអត់ទាន់លម្អិតខ្លាំងពេកទេនៅពេលនេះខ្ញុំនឹងលម្អិតនៅក្នុងខែមិថុនាព្រោះវាជាពេលបដិបត្តិថ្មីនៅចុងខែនេះគឺជាពេលដែលវាយគ្នាចំពោះព្រឹត្តិការណ៍នៃការចរចាឬក៏ស្វែងរកសន្តិភាពវាអាចនឹងលេចឡើងនៅក្នុងខែក្រោយឬក៏ខែក្រោយបន្ទាប់ទៀតបន្ទាប់ពីពិភពលោកពេលនេះគឺជាពេលចាប់ផ្ដើមនៃកិច្ចប្រជុំធំជុំវិញពិភពលោកថ្មីកន្លងទៅនេះគឺកិច្ចប្រជុំរវាងអាស៊ាននៅតំបន់អាស៊ាននិងទៅមុខទៀតទៅគឺប្រជុំនៅ G7 ឬក៏ G20 ឬក៏អង្គការ BRICS និងសន្និសីទអន្តរជាតិមួយចំនួនធំទៀតទាំងបញ្ហាពន្ធសង្គ្រាមរុស្ស៊ីអ៊ុយក្រែននិងការពារប្រព័ន្ធដែនអាកាសរបស់សហរដ្ឋអាមេរិកនេះជាប្រធានបទថ្មីដែលវានឹងកើតឡើងនៅខែមិថុនាក្នុងអត្ថបទនេះគឺគ្រាន់និយាយពីត្រួសចំពោះតម្លៃទីផ្សារសហរដ្ឋអាមេរិកឬក៏វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកបន្ទាប់ពីការតវ៉ាទាមទារឲ្យទម្លាក់លោក Elon Musk ចេញអំពីក្រសួងប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលជាច្រើនខែតាំងពីលោក Donald Trump ឡើងកាន់តំណែងនៅក្នុងខែមករាថ្ងៃទី20មកទល់ពេលនេះគឺរយៈពេល5ខែហើយដូច្នេះលោក Elon Musk ក៏បានចុះចេញពីតំណែងដែរកំហឹងរបស់ពលរដ្ឋអាមេរិកក៏បានសាបរលាបមួយកម្រិតដែរថ្មីនេះទៀតសោតលោក Donald Trump បានដាក់ចេញគោលនយោបាយកាត់ពន្ធគឺគ្មានពន្ធទេនៅលើ tip ហើយនិងពន្ធនៅលើការថែមម៉ោងដូច្នេះពលរដ្ឋអាមេរិកក៏មានចិត្តធូរស្រាលឡើងវិញស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏ល្អប្រសើរឡើងវិញនៅក្នុងខែក្រោយអតិផរណាឬក៏អ្នកជំនាញដែលព្យាករណ៍ថាសហរដ្ឋអាមេរិកមានបញ្ហាក៏មិនត្រូវដែរព្រោះអ្នកដែលព្យាករណ៍អំពីការវិវត្តឬក៏គោលនយោបាយលោក Donald Trump គឺព្យាករណ៍មិនដែលត្រូវពីលោក Donald Trump ទេព្រោះគាត់ធ្វើរឿងទាំងអស់មិននឹកស្មានសូម្បីតែការដែលមុននឹងឈរឈ្មោះជាប្រធានាធិបតីក៏មានអ្នកនយោបាយមានអ្នកព្យាករណ៍មួយចំនួនថាលោកមិនសមជាប្រធានាធិបតីមិនអាចជាប់ឆ្នោតជាប្រធានាធិបតីក៏ទាយខុសដែរដូច្នេះគោលនយោបាយដែលអ្នកសេដ្ឋកិច្ចដែលព្យាយាមព្យាករណ៍ថាវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកក៏ទាយមិនត្រូវដែរគោលនយោបាយគាត់គឺបត់បែនច្រើនកលៈទេសៈប៉ុន្តែអ្វីដែលយើងអាចដឹងបានគឺគោលនយោបាយចម្បងរបស់លោក Donald Trump គឺ America First and Make America Great Again ទោះបីជាទៅដល់ណាគឺអត់ផុតអំពីគោលនយោបាយនេះទេរាប់មកវិញនៅក្នុងអត្ថបទនេះខ្ញុំមាន2រឿងដែលចែករំលែកទៅកាន់អ្នកនរគ្នាដែលវាជាការវិវត្តថ្មីនៅទឹកដីសហរដ្ឋអាមេរិកនិងវាពាក់ព័ន្ធទៅនឹងសកលលោកទាំងមូលនិងផ្លាស់ប្ដូរបរិបទថ្មីប៉ុណ្ណាគឺយើងមើលមកពេលនេះនៅក្នុងខែក្រោយខ្ញុំនឹងលើកអត្ថបទស៊ីជម្រៅជាងនេះបន្តិចព្រោះពេលនេះខ្ញុំត្រូវការស្រាវជ្រាវបន្ថែមអំពីព័ត៌មានដែលនឹងពាក់ព័ន្ធទៅនឹងសកលលោកហើយដែលខ្ញុំផ្ដោតទៅលើខែមិថុនាដោយសារតែខែមិថុនាវាគឺជាពាក់កណ្ដាលនៃឆ្នាំ2025វាក៏ជាពាក់កណ្ដាលនៃទសវត្សរ៍ទី20ដែរមានន័យថាវាចន្លោះពីទសវត្សរ៍ទី30និងទសវត្សរ៍ទី20វាជាលេខមួយដែលអន្តរកាលមួយដែលគួរឲ្យចាប់អារម្មណ៍ហើយក៏ជាពេលដែលបច្ចេកវិទ្យាថ្មីចូលមកដល់ AI នៅពេលនេះគឺវិវត្តដល់ version 3ហើយបន្ទល់ពេលនេះបើយើងរាប់ចាប់តាំងពីឆ្នាំ2001មកគឺក្នុងទសវត្សរ៍សតវត្សទី21គឺជាបដិវត្ត .com មានន័យថាបច្ចេកវិទ្យាគឺសម័យអ៊ីនធឺណិតចាប់ផ្ដើមពីឆ្នាំ2000គឺនៅពេលដែលវិវត្តរបស់ក្រុមហ៊ុន internet.com វិវត្តមកទល់ពេលនេះគឺរយៈពេល24ឆ្នាំឈានទៅដល់ការបង្កើតដល់ technology ដែលចុងក្រោយបំផុតគឺ AI version 3ដែលមកទល់ពេលបច្ចុប្បន្ននេះយើងដឹងហើយវាអាចបង្កើតទៅជាមាតិកាជុំវិញពិភពលោកបង្កើតទៅជាមនុស្សនិយាយភាសាបានគ្រប់បែបគ្រប់ទម្រង់ទាំងអស់ទៅមុខទៀតប្រឈមមុខនឹងការបាត់បង់ការងារមនុស្សយើងអាចនឹងប្រឈមបាត់បង់ការងារកាន់តែខ្លាំងការងារដែលប្រឈមខ្លាំងបំផុតគឺការងារដែលប្រើកម្លាំងប៉ុន្តែការងារដែលមិនប្រឈមទៅក្នុងសម័យអនាគតគឺបច្ចេកវិទ្យាមិនអាចប្រឈមនឹងការបាត់បង់ការងារទេអ្នកបច្ចេកទេសគឺអ្នកដែលសរសេរ program ព្រោះមិនថា technology សម័យបច្ចុប្បន្នគឺអ្នកសរសេរកម្មវិធីគឺនៅតែជាតម្រូវការទោះបីជា AI អាចធ្វើបានគ្រប់បែបគ្រប់ទម្រង់ក៏ដោយប៉ុន្តែអ្នកដែលបច្ចេកទេសខាង technology គឺជាអត្តភាពមួយដោយសារតែ technology គឺបង្កើតឡើងដោយមនុស្ស
ដូច្នេះ AI ក៏បង្កើតដោយមនុស្សដែរវិស័យដែលប៉ិនប្រឈមខ្លាំងគឺពាក់ព័ន្ធទៅនឹង technology ថ្ងៃអនាគតទៅប៉ុន្តែបើសិនជាវិស័យមួយចំនួនគឺ AI អាចវាលុកបានលើកលែងតែ technology ទេ AI បង្កើតឡើងដោយមនុស្សដូច្នេះ technology AI វាមិនអាចយកផ្ដាច់ចេញពីមនុស្សបានទេដូច្នេះទៅអនាគតមិនថាយើងរៀនជំនាញអ្វីមិនថាយើងធ្វើអីទេគឺត្រូវតែពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាយើងចេះតិចចេះច្រើនគឺត្រូវតែប្រើបច្ចេកវិទ្យានៅថ្ងៃអនាគតទៅក្រុមហ៊ុនដែលដួលរលំដើរមិនទាន់សម័យកាលដែលយើងអាចមើលឃើញជាក់ស្ដែងគឺ Motorola ក្រុមហ៊ុន Nokia គឺដួលបាត់ចេញអំពីពិភពលោកហើយមិននឹកស្មានថាក្រុមហ៊ុនដែលធំៗទាំងអស់នេះអាចដួលរលំបានប៉ុន្តែវាគឺជាទិដ្ឋានថ្មីដែលបច្ចេកវិទ្យាចូលមកវាលុកក្រុមហ៊ុនទាំងអស់នេះខ្ញុំនឹងលម្អិតអត្ថបទនៅខែក្រោយខ្ញុំត្រូវការរយៈពេលប្រហែលជា2សប្តាហ៍ដើម្បីលម្អិតរឿងទាំងអស់នេះដូច្នេះក្នុងអត្ថបទមួយនេះគឺគ្រាន់តែជារឿងទូទៅក្នុងខែក្រោយគឺខ្ញុំនឹងផ្ដោតទៅលើបញ្ហាសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែននិងកិច្ចការងារចារកម្មដែលសហរដ្ឋអាមេរិកធ្វើជាមួយក្រុមមូសាដរបស់អ៊ីស្រាអែលភ្នាក់ងារទាំងពីរនេះគឺជាអ្នកតាមដានព្រឹត្តិការណ៍និងការវិវត្តថ្មីទៅលើបញ្ហាវិវត្តនៅការចង់ផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់បើសិនបើគ្មានអ្នកស៊ើបការសម្ងាត់ពីអ៊ីស្រាអែលទេសហរដ្ឋអាមេរិកមកដល់បច្ចុប្បន្ននេះអាចដួលរលំដូច្នេះយើងមើលឃើញចាប់តាំងពីឆ្នាំ2001សហរដ្ឋអាមេរិកបានសហការគ្នាជាមួយនឹងភ្នាក់ងារសម្ងាត់របស់អ៊ីស្រាអែលគឺឆ្លូបយកការតាមដានទិន្នន័យពីមជ្ឈមបូព៌ាកម្ចាត់ភារវករនៅតំបន់មជ្ឈមបូព៌ាដូច្នេះអ៊ីស្រាអែលមួយគឺសហរដ្ឋអាមេរិកមិនអាចខ្វះបានទេទោះបីពេលថ្មីនេះមានការថ្កោលទោសអ៊ីស្រាអែលវាយនៅតំបន់ហ្គាហ្សាក៏ដោយសហរដ្ឋអាមេរិកគឺមិនអាចខ្វះអ៊ីស្រាអែលបានមិនអាចខ្វះភ្នាក់ងារសម្ងាត់ស៊ើបការរបស់អ៊ីស្រាអែលបានទេខ្ញុំនឹងលើកទួសត្រួសនៅក្នុងភ្នាក់ងារសម្ងាត់របស់អ៊ីស្រាអែលបើយើងអានសៀវភៅបេសកកម្មសម្ងាត់របស់ភ្នាក់ងារអ៊ីស្រាអែលយើងមើលឃើញថាប្រតិបត្តិការរបស់អ៊ីស្រាអែលគឺប្រៀបបានទៅនឹងខ្សែភាពយន្តមួយទីតាំងកម្មជនឬក៏មនុស្សដែលអ៊ីស្រាអែលកំណត់បានការប្រព្រឹត្តនៅបទក្រិតឬក៏ចាប់មនុស្សម្នាក់គឺអ៊ីស្រាអែលភ្នាក់ងារសម្ងាត់របស់អ៊ីស្រាអែលគឺធ្វើមិនឲ្យភ្លាត់សូម្បីតែមួយបើយើងអាចអានសៀវភៅនេះគឺមានដូចជាការលេងខ្សែភាពយន្តមួយអញនិយាយថាជារឿងនឹកស្មានមិនដល់ថាភ្នាក់ងារសម្ងាត់របស់អ៊ីស្រាអែលអាចធ្វើបានដល់កម្រិតនេះសូម្បីតែសហរដ្ឋអាមេរិកមិនអាចធ្វើបានប៉ុន្តែភ្នាក់ងារសម្ងាត់របស់អ៊ីស្រាអែលអាចធ្វើបានអ្វីដែលលោកនាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែល Benjamin Netanyahu គាត់បាននិយាយថាសិនបើប្រទេសអារ៉ាប់ទម្លាក់អាវុធចុះគឺនឹងគ្មានសង្គ្រាមទេប៉ុន្តែបើសិនបើអ៊ីស្រាអែលទម្លាក់អាវុធគឺគ្មានអ៊ីស្រាអែលតទៅទៀតទេអ៊ីស្រាអែលនឹងនៅមជ្ឈមបូព៌ាគឺជារឿងដែលតាក់ទងនឹងប្រវត្តិសាស្ត្រវែងឆ្ងាយដូច្នេះខ្ញុំត្រូវការពេលដើម្បីស្រាវជ្រាវបន្ថែមសរុបមកវិញនៅពេលបច្ចុប្បន្ននេះក្នុងការបដិបត្តិអន្តរកាលចូលមកដល់ប្រហែលជា 3-4 ថ្ងៃនេះទៀតទេវិវត្តចុងក្រោយរបស់សកលលោកសង្គ្រាមគឺតានតឹងគ្រប់ទីកន្លែងមិនថាសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែនបញ្ហានៅហ្គាហ្សាសង្គ្រាមនៅដែនសមុទ្រចិនខាងត្បូងគឺវាអាចផ្ទុះឡើងពេលទន្ទឹមគ្នារយៈពេល 3-4 ថ្ងៃចុងក្រោយនេះពីព្រោះរឿងវិវត្តថ្មីទៀតយ៉ាងណាយើងតាមដានព័ត៌មានទាំងអស់គ្នាតែនឹងមានព្រឹត្តិការណ៍អ្វីកើតឡើងតទៅទៀតដូច្នេះប្រធានបទគឺមានតែប៉ុណ្្នេះទេបាទសូមអរគុណ